អ្នកជំនួយម្នាក់បានបង្កើតនៅវិធីដ៏ល្អមួយក្នុងការចិញ្ចឹមមាន់ដែលបង្កើតកសិដ្ឋានបណ្ដែតនៅលើទន្លេមួយខណៈពេលដែលវាស្ដាប់ទៅដូចជាចម្លែកជំនួសឲ្យការចិញ្ចឹមមាន់នៅលើគោគាត់បានសង់ទ្រុងមាន់បណ្ដែតទឹកនៅលើទន្លេការរៀបចំនេះមិនត្រឹមតែជួយសន្សំសំចៃទំហំប៉ុណ្ណោះទេថែមទាំងបង្កើតប្រព័ន្ធអេកូឡូស៊ីធម្មជាតិដែលមាន់និងត្រីផ្ដល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមកសត្វមាន់រស់នៅពីលើទឹកកាត់បន្ថយថ្លៃដីនិងធ្វើឲ្យជីវភាពរស់នៅកាន់តែប្រសើរឡើងត្រីទទួលបានអាហារដោយឥតគិតថ្លៃពួកវាស៊ីចំណីដែលមាន់ធ្វើឲ្យកំពប់និងកាកសំណល់មាន់ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមត្រីក៏ជួយរក្សាទឹកស្អាតដោយបំបែកកាកសំណល់ការពារការបំពុលប្រព័ន្ធនេះអនុញ្ញាតឲ្យកសិករលក់មាន់ពងមាន់និងត្រីដោយបង្កើតចំណូលពីរក្នុងពេលតែមួយលើសពីនេះត្រីដែលចិញ្ចឹមដោយកាកសំណល់ធម្មជាតិលូតលាស់លឿននិងមានរសជាតិឆ្ងាញ់ដែលធ្វើឲ្យពួកវាកាន់តែមានតម្លៃថ្លៃមិនមែនត្រីទាំងអស់អាចរស់នៅបាននៅក្នុងបរិយាកាសនេះទេមានតែប្រភេទសត្វដែលធន់នឹងអុកស៊ីហ្សែនដូចជាត្រីទីឡាប់និងត្រីអណ្ដែងទេដែលអាចគ្រប់គ្រងកម្ដៅនិងអាម៉ូញ៉ាដែលផលិតដោយកាកសំណល់មាន់កសិករត្រូវគ្រប់គ្រងការរៀបចំដោយប្រុងប្រយ័ត្នដើម្បីរក្សាទាំងមាន់និងត្រីឲ្យមានសុខភាពល្អវិធីសាស្ត្រធ្វើកសិកម្មប្រកបដោយភាពច្នៃប្រឌិតនេះកំពុងផ្លាស់ប្ដូរឧស្សាហកម្មដោយបង្ហាញថាគំនិតឆ្លាតវៃអាចប្រែក្លាយសូម្បីតែអាជីវកម្មសាមញ្ញបំផុតទៅជារឿងជោគជ័យដ៏ធំតោះថ្ងៃនេះ admin សូមណែនាំ app ebook ដែលមានសៀវភៅដូចជាសៀវភៅសេដ្ឋកិច្ចសៀវភៅអភិវឌ្ឍសមត្ថភាពសៀវភៅសហគ្រិនភាពសៀវភៅទីផ្សារសៀវភៅមុខចំនួនល្បីៗទាញយកតាមដំណរភ្ជាប់ខាងក្រោមនេះបង់ប្រាក់ជាមួយ ABA លោកអ្នកអាចស្ដាប់បានដោយស្វ័យប្រវត្តិ